កត្តាធ្វើឲ្យមនុស្ស 1% ជោគជ័យ 99% បរាជ័យយើងធ្លាប់ឮជាច្រើនមកហើយនៅដំបូន្មានល្អៗសម្រាប់ការអភិវឌ្ឍខ្លួនដូចជាការមានគោលដៅការប្រឹងប្រែងធ្វើការមានទម្លាប់ល្អភ្ញាក់ពីព្រលឹមទម្លាប់អានសៀវភៅឲ្យបានច្រើនការមានវិន័យចំពោះខ្លួនឯងនិងការចូលរួមវគ្គជោគជ័យនានាជាដើមខ្ញុំយល់ស្របនិងគាំទ្រ 100% ថាដំបូន្មានទាំងនេះពិតជាល្អខ្លាំងណាស់ប្រសិនបើយើងអាចអនុវត្តបានយើងនឹងអាចអភិវឌ្ឍខ្លួនឲ្យមានភាពរីកចម្រើនប៉ុន្តែសួរថាតើដំបូន្មានទាំងនោះគ្រប់គ្រាន់អាចនាំមកនូវភាពជោគជ័យក្នុងជីវិតយើងដែរឬទេចម្លើយគឺមិនគ្រប់គ្រាន់ទេប្រសិនបើគ្រាន់តែដំបូន្មានទាំងនេះនាំឲ្យមនុស្សជោគជ័យយើងទាំងអស់គ្នាប្រហែលជាខ្លាចជាមនុស្សជោគជ័យគ្រប់គ្នាជាក់ជាមិនខានតាមពិតប្រសិនបើអ្នកចង់ជោគជ័យបន្ថែមទៅលើដំបូន្មានទាំងនេះអ្នកត្រូវមានលក្ខណៈពិសេស3ចំណុចបន្ថែមទៀតទី1អ្នកត្រូវតែជាមនុស្សដែលមានគំនិតខុសគេទី2គំនិតនោះត្រូវតែជាគំនិតដែលត្រូវនឹងបរិបទសង្គមទី3អ្នកត្រូវតែយកគំនិតនោះទៅអនុវត្តជាច្រើនលើកច្រើនសារជាមួយនឹងការតស៊ូពុះពៀមិនចុះចាញ់នោះឡើយបានន័យថាដើម្បីក្លាយជាអ្នកជោគជ័យដល់កំពូលទៅលើវិស័យអ្វីមួយអ្នកត្រូវតែមានគំនិតថ្មីប្លែកខុសពីគេប៉ុន្តែជាគំនិតដែលត្រូវនឹងបរិបទសង្គមហើយអ្នកត្រូវតែដាក់ចិត្តយកគំនិតនោះទៅអនុវត្តជាមួយនឹងការបដិញ្ញាចិត្តតស៊ូមិនរាថយទោះជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយក្នុងចំណោមចំណុចទាំង3ចំណុចទី1និងចំណុចទី2ដែលជាចំណុចពិបាកបំផុតមិនមានមនុស្សច្រើនទេដែលតែងតែមានគំនិតថ្មីខុសប្លែកពីគេម្យ៉ាងទៀតទោះបីគំនិតដែលខុសប្លែកពីគេក៏ដោយភាគច្រើនក៏មិនមានគំនិតដែលត្រូវនឹងបរិបទសង្គមជាក់ស្ដែងនោះដែរចំពោះចំណុចទី3មិនពិបាកខ្លាំងដូចចំណុចទី1និងទី2នោះទេព្រោះថាការអនុវត្តជាក់ស្ដែងមនុស្សជាច្រើនគឺអាចធ្វើបានបើយើងមើលដំបូន្មានល្អៗដែលបានរៀបរាប់ពីខាងដើមដំបូន្មានទាំងនោះគឺផ្ដោតទៅលើការអនុវត្តជាក់ស្ដែងរួចទៅហើយអ្វីដែលសំខាន់ឲ្យតែមានការតស៊ូពុះពៀមិនរាថយមិនបោះបង់ពេលជួបឧបសគ្គការយកគំនិតមួយមកអនុវត្តគឺមិនគួរមានការលំបាកទេផ្ទុយទៅវិញអ្វីដែលលំបាកនិងមិនមានអ្នកណាអាចបង្រៀនបាននោះគឺការផុសចេញនូវគំនិតថ្មីខុសប្លែកពីគេព្រោះថាគំនិតទាំងនោះទាមទារការមានចក្ខុវិស័យមើលធ្លុះពីអ្វីដែលសង្គមទាំងមូលកំពុងខ្វះខាតហើយមានគំនិតបង្កើតនូវរបស់ថ្មីដើម្បីបំពេញនូវសេចក្តីខ្វះខាតទាំងនោះការមើលឃើញបែបនេះគឺតម្រូវឲ្យយើងត្រូវមានការគិតខុសពីមនុស្សទូទៅដែលយើងនឹងត្រូវប្រឈមការរិះគន់ការមិនឲ្យតម្លៃការបដិសេធនិងការស្អប់ខ្ពើមជាដើមរហូតទាល់តែយើងអាចបង្ហាញថាគំនិតខុសគេនោះជាគំនិតដែលត្រូវជាគំនិតដែលមនុស្សទូទៅត្រូវការទើបសង្គមគេចាប់ផ្ដើមឲ្យតម្លៃចំណុចនេះហើយទើបភាគរយនៃអ្នកជោគជ័យមានតិចចំណែកឯអ្នកដែលបរាជ័យគឺមានច្រើនដើម្បីយល់អត្ថន័យនេះយើងសូមលើកជាឧទាហរណ៍មួយគឺពាក្យស្លោករបស់ក្រុមហ៊ុន Apple បង្កើតឡើងដោយលោក Steve Jobs ពាក្យស្លោកនោះនិយាយថាគិតខុសគេក្នុងន័យនេះគឺលោក Steve Jobs ចង់បង្ហាញថាក្រុមហ៊ុន Apple ជាក្រុមហ៊ុនដែលគិតខុសគេនាំទៅដល់ការបង្កើតអ្វីដែលថ្មីឈានមុខជានិច្ចខ្លួនលោកផ្ទាល់ក៏ជាមនុស្សដែលគិតខុសគេហើយនាំទៅដល់ការមានចក្ខុវិស័យថ្មីៗក្នុងរបបកំហើញរបស់គាត់ផងដែរក្រៅពីឧទាហរណ៍របស់ក្រុមហ៊ុនលំដាប់កំពូលយើងក៏អាចឧទាហរណ៍សាមញ្ញមួយនោះគឺមុខរបរលក់កាហ្វេឧទាហរណ៍យើងឃើញគេលក់កាហ្វេជោគជ័យពេលនោះយើងក៏មានចិត្តចង់ធ្វើឲ្យបានដូចគេត្រង់នេះផងដែរយើងសួរថាប្រសិនបើយើងមិនមានគំនិតអ្វីដែលថ្មីហើយពិសេសលើសគេតើយើងអាចរំពឹងថាជោគជ័យលើសអ្វីដែលគេកំពុងធ្វើដែរឬទេទាល់តែយើងរិះរកគំនិតថ្មីដែលជាគំនិតមិនមានអ្នកណាគិតដល់ហើយជាគំនិតដែលអតិថិជនត្រូវការទាំងដែលអតិថិជនទទួលស្គាល់ទៀតនោះទើបយើងអាចយកឈ្នះអ្នកចាស់បានប្រសិនបើគេលក់ដាក់ថង់យើងលក់ដាក់កែវប្រសិនបើគេលក់ដាក់កែវយើងលក់ថែមកន្លែងអង្គុយបើគេមានកន្លែងអង្គុយហើយយើងលក់ក្នុងហាងដ៏ស្អាតទាំងនេះគ្រាន់តែជាឧទាហរណ៍ដើម្បីងាយយល់តែប៉ុណ្ណោះជាក់ស្ដែងដោយពាក្យមួយឃ្លាពោលថាអ្នកបង្កើតវិធីសាស្ត្រថ្មីនាពេលអនាគតគឺជាអ្នកដែលអាចបដិសេធវិធីសាស្ត្រនាពេលបច្ចុប្បន្នត្រង់នេះហើយដែលជាការលំបាកសម្រាប់មនុស្សស្ទើរតែ 99% ហើយមានតែ 1% ប៉ុណ្ណោះដែលជោគជ័យទោះយ៉ាងណាក៏ដោយសម្រាប់មនុស្សម្នាក់ៗនិយមន័យនៃភាពជោគជ័យគឺមានការកំណត់ផ្សេងៗគ្នាប៉ុន្តែប្រសិនបើអ្នកចង់ជោគជ័យខ្លាយជាអ្នកលេចធ្លោដល់កំពូលក្នុងវិស័យណាមួយនោះចំណុចទាំង3ខាងលើគឺជាចំណុចដែលចាំបាច់បំផុតជាចុងក្រោយយើងត្រូវចាំថាភាពជោគជ័យមិនអាចកំណត់សេចក្តីសុខរបស់មនុស្សបានទេមនុស្សជោគជ័យជាច្រើនដែលរស់នៅមិនមានក្តីសុខហើយមនុស្សដែលមិនជោគជ័យជាច្រើនដែលរស់នៅយ៉ាងមានក្តីសុខអ្វីដែលសំខាន់បំផុតគឺមិនមែនភាពជោគជ័យនោះទេប៉ុន្តែផ្ទុយទៅវិញការរស់នៅដោយមានសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តនោះទើបគេហៅថាជីវិតមានន័យ